Snow ពូអស់ឬសោភីភពពីភឹមចេញមកពីខាងក្រោយផ្ទះនៅក្រោមគុម្ពឫស្សីមួយដែលមានម្លប់ត្រឈឹងត្រឈៃតាមពិតទៅ Snow ពូអស់នេះគឺកាត់ឡើងដោយសារតែអ្នកកំឡោះសង្ហាម្នាក់ដែលមានឈ្មោះថាចំណូគឺជាបរិសដែលមានមាឌធំខ្ពស់ស្រឡះម្យ៉ាងទៀតកំឡោះម្នាក់នេះគេមិនមែនធម្មតានោះទេគឺជាគ្រូអាគមលាក់មុខផងដែរលោកតារបស់ចំណូគាត់គឺជាអ្នកចេះអាគមដ៏ខ្លាំងក្លាក៏ប៉ុន្តែគាត់មិនបានបង្ហាត់បង្រៀនមុនអាគមគេថាទៅកាន់អំរងដែលជាកូនប្រុសរបស់គាត់នោះទេក៏ប៉ុន្តែលោកតាគាត់បានជាបង្ហាត់បង្រៀនគេថាទាំងអស់នោះមកកាន់ចៅប្រុសរបស់គាត់ឈ្មោះថាចំណូតាមពិតទៅដោយសារតែអំរងគាត់គឺជាមនុស្សមិនសូវជាមានកាយសម្បទារឹងមាំម្យ៉ាងទៀតគាត់ឈឺច្រើនផងដែរដូច្នោះហើយទៅលោកតារបស់ចំណូនេះមិនបានបង្ហាត់បង្រៀនគាថានិងសិល្បៈទៅកាន់កូនប្រុសរបស់គាត់ក៏ប៉ុន្តែបច្ចុប្បន្ននេះលោកតារបស់ចំណូគាត់បានទៅបួសជាព្រះសង្ឃបាត់ទៅហើយបើតាមគិតទៅគាត់ប្រហែលជាមានប្រជជនខ្ទង់ប្រហែលជា60 វស្សាជាងបាត់ទៅហើយអ្នកកំឡោះពូអស់មួយសន្ទុះរួចហើយគេក៏បានសម្រាកនៅក្រោមគុម្ពឫស្សីនោះបន្តិចក្រោយមកក៏ស្រាប់តែឪពុករបស់គេព្រមទាំងម្ដាយរបស់គេក៏បានដើរចេញពីខាងក្រោយផ្ទះសម្ដៅទៅរកកូនប្រុសនៅក្នុងពេលនោះអំរងគាត់បាននិយាយថានេះកូនប្រុសលោកពូរបស់ឯងចង់ឲ្យឯងទៅនៅខាងគេមួយរយៈដើម្បីជួយទៅកាប់ឈើនិងសាងសង់ផ្ទះឲ្យគេផងដែរនេះលោកពូរបស់ឯងគឺជាមនុស្សខ្លាចច្រើនខ្លាំងណាស់បើសិនជាឯងទៅដល់ទីកន្លែងនោះប្រកាសជាអាចជូនគេធ្វើដំណើរចូលទៅក្នុងព្រៃបានចំណូបានញញឹមរួចហើយគេក៏បាននិយាយថាម៉េចលោកពូណែលោកពូរឿងគាត់សាងសង់ផ្ទះថ្មីមែនឬទេអីចាថាអត់លុយក៏ប៉ុន្តែបែរជាមានលុយមានកាក់សាងសង់ផ្ទះថ្មីមិនអីទេពងតើខ្ញុំត្រូវទៅថ្ងៃណាទៅអនឯអញ្ចឹងតើអ្នកណាជាអ្នកនាំពាក្យសម្ដីនេះមកប្រាប់ពងអមរងគាត់បាននិយាយថាគឺជាលោកពូរីរបស់ឯងគេគឺជាអ្នកលក់ប្រហុកនឹងឯងគេបានចុះមកប្រាប់ពងមុននេះបន្តិចណែឥឡូវនេះឯងគួរតែរៀបចំសម្ភារៈទៅធ្វើដំណើររយៈពេលប្រហែលជាមួយថ្ងៃប្រកាសជាទៅដល់ទីកន្លែងនោះពិតជាមិនខានក៏ប៉ុន្តែត្រូវសុទ្ធពីព្រឹកបើសិនជាកូនថ្ងៃបន្តិចឯងប្រកាសជាត្រូវធ្វើដំណើរកាត់ជប់ពិតជាមិនខានទីកូនខណៈពេលនោះអំស្រីដែលត្រូវជាម្ដាយរបស់ចំណូគាត់បាននិយាយថាណែកូនប្រុសឯងទៅស្រុកគេកុំចេះតែរលីងរលៀមណែឮថាស្រីនៅក្នុងភូមិនោះស្អាតខ្លាំងណាស់ក៏ប៉ុន្តែឯងមិនត្រូវធ្វើបាបចិត្តក្រមុំនៅក្នុងភូមិនោះទេឮថាក្នុងភូមិរបស់ជើងនេះមិនដឹងជាធ្វើឲ្យក្រមុំណាទឹកភ្នែក3-4នាក់ហើយអ្នកកំឡោះចំណូគេបានសើចក្រោយមកគេក៏បានតបថាដឹងស្អីទេម៉ែខ្ញុំបានទៅធ្វើបាបចិត្តក្រមុំឯណាទៅអើយតាមពិតទៅពួកនាងលួចស្រឡាញ់ខ្ញុំតែម្នាក់ឯងទេតាខ្ញុំមិនបានដឹងផងណែម៉ែកុំចេះតែនិយាយអញ្ចឹងក៏ប៉ុន្តែខ្ញុំឮថានៅខាងស្រុកភូមិរបស់លោកពូនោះឮថាមានក្រមុំស្អាតខ្លាំងណាស់ក៏ប៉ុន្តែនៅខាងនោះឮថាសម្បូរខាងអំពើអំព័ន្ធផងដែរអំរងគាត់បាននិយាយថាមិនហើយកូននៅខាងនោះបាននិយាយពីអំពើនោះមិនបាច់និយាយនោះទេសំបីតែស្រីក៏ចេះខ្លាចទៅជាពួកអាពួកធ្មប់បានដែរសម្បូរជាងគេគឺអារឿងស្នេហ៍ស្តុកអំពើអំព័ន្ធនឹងហើយឯងធ្វើដំណើរទៅកាន់ទីកន្លែងនោះគួរតែប្រុងប្រយ័ត្នផងស្ដាប់លោកពូរបស់ឯងក៏ប៉ុន្តែនៅទីកន្លែងនោះឮថាមានគ្រូច្រើនមែនក៏ប៉ុន្តែដូចជាមិនធ្លាប់ឮថាមានមនុស្សបាត់បង់ជីវិតដោយសារតែអំពើអំព័ន្ធអីនោះទេមើលទៅដោយសារតែពួកគេខ្លាចគ្នាទៅវិញទៅមកនឹងឯងព្រោះថាសត្វតែជាអ្នកចេះចំណូគេអស់សំណោចគេនិយាយថាណែលោកពងហើយចុះលោកពូគាត់គ្មានចេះអីផងមិនក៏គាត់ទៅរស់នៅទីកន្លែងនោះបានខ្ញុំដូចជាឆ្ងល់ខ្លាំងណាស់អំរងគាត់ក៏បានសើចតបវិញថាពូឯងចរិតជ័យដូចជាស្រីហ្នឹងរឿងអីมันអាចទៅរស់នៅទីកន្លែងនោះបាន
ម្ចាស់ទៀតមនុស្សដូចគេនេះសន្សំតែសងមិនសន្សំទុកនោះទេលោកពូរបស់ឯងស្លូតខ្លាំងណាស់តែឯងត្រូវចាំសម្ដីពុកទៅដល់ទីកន្លែងនោះត្រូវតែប្រយ័ត្នប្រយែងកំឡោះរបស់ជើងបាននិយាយថាលោកពុកតើគួរតែទៅប្រាប់ដល់លោកតាដែរឬទេអំរងគិតបន្តិចរួចឆាយក៏បានងក់ក្បាលអើកូនណែទៅប្រាប់លោកតាឯងទៅកុំឲ្យព្រះអង្គមានការព្រួយប្រតិយកំឡោះរបស់ជើងបន្ទាប់ពីប្រុសប្រាជ្ញជាមួយនឹងពុំម្ដាយរួចគេក៏បានមួយទឹកស្លៀកពាក់យ៉ាងស្អាតរួចឆាយក៏បានធ្វើដំណើរសម្ដៅទៅកាន់វត្តអារាមនៅពេលដែលចំណោដើមម្ដងនោះរៀងដល់សង្ហារបស់គេបានជះធ្វើឲ្យស្រីក្រមុំនៅក្នុងភូមិចេះតែជជែកគ្នាអំពីរូបរាងដ៏សង្ហាដោយសារតែកំឡោះកម្ពស់ 1.8 ម៉ែត្រជាងនេះមានសាច់ដុំធំហើយគឺជាអ្នកហាត់សិល្បៈទៀតនោះរឿងអីរូបកាយរបស់គេមិនសង្ហាទៅបន្ទាប់ពីធ្វើដំណើរចូលទៅដល់វត្តក្រោយពីនោះទៅជំនូក៏បានទៅក្រាបថ្វាយបង្គំលោកតារបស់ខ្លួនដែលជាព្រះចៅអធិការវត្តលោកតាមានថេរដីកាថាណែញោមចៅចម្លែកខ្លាំងណាស់ណែមានរឿងអីទៅបានជាមកលេងលោកតាដល់វត្តតែម្ដងពេលនោះកំឡោះគេក៏បាននិយាយថាអូលោកតាខ្ញុំពុកឲ្យធ្វើដំណើរទៅផ្ទះរបស់លោកពូដើម្បីទៅជួយធ្វើផ្ទះសម្បែងណែខ្ញុំមានការព្រួយបារម្ភទើបខ្ញុំមកចង់សួររឿងមួយចំនួនទៅកាន់លោកតាដោយសារតែឮថានៅទីកន្លែងនោះសម្បូរខាងអំពើអំព័ន្ធផ្លូវងងឹតខ្លាំងណាស់ព្រះចៅអធិការវត្តងក់ប្រកែកបន្ទែងរួចក៏សួរថាណែចៅញោមចៅឯងមានរឿងអ្វីចង់សួរលោកតាសួរមកមិនអីនោះទេចំណូលបាននិយាយថាលោកតាខ្ញុំឮថាពួកអាបបើសិនជាយើងហូបអ្វីមួយដូចជាទឹកអីដោយមាត់វាយើងប្រកាសជាខ្លាចទៅជាអាបធ្មប់តើពិតប្រកបមែនទេលោកតាខ្ញុំខ្លាចណាស់ខ្លាចថាពេលដែលខ្ញុំទៅដល់ទីកន្លែងនោះទៅហូបបាយហូបទឹកហូបចានសម្លជាមួយនឹងគ្នាវវហូបជាមួយនឹងពួកអាបទឹកមាត់របស់គេដោយតាមស្លាបព្រាខ្ញុំមិនខ្លាចទៅជាអាបអីទេលោកតាព្រះចៅអធិការវត្តក៏អស់សំណើចរួចឆាយព្រះអង្គក៏បាននិយាយទៅកាន់ចៅប្រុសថាណែចៅរឿងផ្ដាល់ទឹកមាត់បន្តគ្នានេះវាមិនមែនធ្វើឲ្យយើងខ្លាចទៅជាអាបនោះទេតាមពិតទៅរឿងនេះគឺមានមូលហេតុរបស់គេបើសិនជាណាម្នាក់ចង់ទេទៅជាតិអាបទៅកាន់មនុស្សម្នាក់ទៀតគឺគេបានដាក់ទឹកមាត់មែនក៏ប៉ុន្តែគឺមានអាគមគាថារបស់គេផ្សេងទៀតមិនមែនឲ្យតែដាក់ទឹកមាត់ទៅសុទ្ធតែខ្លាចទៅជាអាបនោះទេឯងកុំជឿឲ្យសោះណែសាក់គិតមើលទៅហើយចោះបើសិនជាមានអាបតែម្នាក់នៅក្នុងភូមិដើរទៅស្ដោះទឹកមាត់នៅក្នុងពាងអ្នកណាឬក៏ហូបបាយហូបទឹកជាមួយនឹងគ្នាមិនឆ្លងអាបពេញទៅភូមិទេអីរឿងនេះចាស់គ្រាន់តែនិយាយតគ្នាតែប៉ុណ្ណោះទេចៅណែតាមពិតទៅគេសិតតែមានវិធីមានអីត្រឹមត្រូវរបស់គេមិនមែនឲ្យតែដោយទឹកមាត់ទៅសិតតែខ្លាចជាអាបនោះទេព្រះចៅអធិការវត្តព្រះអង្គក៏មានថេរដីកាបន្តទៀតថាណែញោមចៅខ្លាចថាកើតជាអាបជាធ្មប់មិនឬទេបានចេះតែមកសួរលោកតាអំពីរឿងនេះជំនូញញឹមបន្តិចរៀងអេះអញហើយគេនិយាយថាខ្លាចដែរនឹងលោកតាណែខ្ញុំមានរូបរាងសង្ហាផងហើយសយខ្លាចទៅជាអាបសង្ហាទៅប្រកាសជាពិបាកពិតជាមិនខានខ្ញុំមិនចង់ខ្លាចទៅជាអាបធ្មប់នោះទេថ្មីត្បិតតែខ្ញុំសិក្សាមន្តអាគមពីលោកតាបានច្រើនពិតប្រកបមែនក៏ប៉ុន្តែខ្ញុំមិនដាក់ឲ្យខុសដំណំនោះទេខ្លាចថាប្រែរូបរាងខ្លាចទៅជាធ្មប់អីហ្នឹងព្រះចៅអធិការវត្តក៏ញញឹមរួចឆាយក៏បានមានសង្ឃដីកាថាណែចៅអាគមគេថាដែលតាបន្សល់ទុកឲ្យឯងនោះសតតែអាគមគេថាល្អមិនមែនជាពួករបៀនធ្មប់អាបអីនោះទេរក្សាវាទុកទៅម្យ៉ាងទៀតឯងក៏ធ្លាប់បានឃើញខ្មោចព្រាយបិសាចតាំងពីតូចដែរហើយទេតាតើខ្លាចអីទៅចំណូលនិយាយថាខ្ញុំមិនខ្លាចទេលោកតាក៏ប៉ុន្តែខ្លាចតែរឿងអាបនឹងតែមួយទេព្រោះថាខ្លាចដោយទឹកមាត់ឬចាស់និយាយតគ្នាអស់តាមពិតគឺអញ្ចឹងទេឯលោកតាបើសិនជាគេគ្មានគប់បំណងឲ្យយើងខ្លាចទៅជាអាបយើងប្រកាសជាមិនខ្លាចទៅជាអាបទេ
ចៅអស់ចម្ងល់ហើយព្រះចៅអធិការវត្តព្រះអង្គក៏មានសន្និកាតថាណែចៅទោះបីជាឯងមានមន្តអាគមប៉ុណ្ណាក៏ដោយក៏ប៉ុន្តែការធ្វើដំណើរឆ្ងាយនៅស្រុកភូមិរបស់គេគួរតែមានការប្រុងប្រយ័ត្នដោយពាក្យចាស់ថាអោនដាក់ក្រមក៏ប៉ុន្តែកុំអោនខ្លាំងពេកបើងើយនោះក៏មិនត្រូវងើយខ្លាំងពេកដែរព្រោះថាបើសិនជាយើងអោនខ្លាំងពេកគេប្រកាសជាជន់ជើងពិតជាមិនខានដូច្នេះហើយកើតជាមនុស្សប្រុសត្រូវតែពើងទ្រង់ធ្វើរូបរាងរបស់ជើងនេះឲ្យវាសមសួនថ្មីត្បិតតែយើងតូនជ្រេងមែនក៏ប៉ុន្តែមិនមែនតូនជ្រេងលក្ខណៈឲ្យគេមើងងាយនឹងជិះជាន់នោះទេណែដោយពាក្យដែលគេនិយាយជាមួយនឹងស្ត្រីខ្មែរយើងតូនភ្លុនតែមិនតូនជ្រាយឯយល់ដែរឬទេចំនួនស្ដាប់យូរទៅកាន់តែច្របូកច្របល់ដោយសារតែព្រះចៅអធិការវត្តព្រះអង្គមានសង្ឃការមកសត្វតាពាកស៊ីជម្រៅខ្លាំងពេកនៅក្នុងពេលនោះអ្នកកំឡោះជើងបានអង្គុយប្រោកប្រាជ្ញជាមួយនឹងលោកតាអស់រយៈពេលមួយសន្ទុះធំក្រោយមកអ្នកកំឡុងគេក៏បានសុំលោកតាត្រឡប់ទៅកាន់ផ្ទះសម្បែងដើម្បីទៅរៀបចំសម្ភារៈរបស់គេព្រះចៅអធិការវត្តព្រះអង្គក៏មានសង្ឃការថាណែញោមចៅបើចៅឯងទៅចៅឯងទៅសួរលោកឪពុកឯងទៅថាកំបិតអាថ័ននៅកន្លែងណាចៅឯងដាក់តាមខ្លួនទៅកំបិតនោះពពួកអមនុស្សប្រកាសជាខ្លាចញើតឯងគេមិនហ៊ានចូលមកចិត្តនោះទេត្រឹមខ្មោយព្រៃកំពៃកំប៉ុកអីនោះវាក៏អាចការពារបានដែរដោយសារតែនៅស្រោមកំបិតអាថ័ននោះគឺសត្វតែអក្សរគាថាកំចាត់ខ្មោចព្រាយបិសាចឯងត្រូវចាំគាថាដែលលោកតាបង្ហាត់បង្រៀនទាំងអស់បើសិនជាមានឱកាសអាចជួយទៅកាន់អ្នកដទៃជួយទៅតែកុំចុកមន្តអាគមនេះទៅប្រព្រឹត្តអំពើអាក្រក់ឲ្យសោះក្រោយពីនោះទៅអ្នកកំឡោះជើងគេក៏បានធ្វើដំណើរចាក់ចេញពីវត្តអារាមរួចហើយឆ្ពោះទៅកាន់ផ្ទះសម្បែងរបស់ខ្លួនចំណូលបន្ទាប់ពីទៅដល់ផ្ទះគេក៏បានសួរទៅកាន់លោកឪពុកថាលោកពងណែលោកតាប្រាប់ឲ្យខ្ញុំមករកកំបិតអាថ័នតើលោកពុកជាអ្នកទុកមែនឬទេអំរងគាត់ក៏បាននិយាយថាពុកគឺជាអ្នកទុកទៀតតើណែលោកតារបស់ឯងទុកឲ្យពងក៏ប៉ុន្តែពុកមិនដើរប្រើស្អីនោះទេដោយសារតែមិនដើរធ្វើដំណើរឆ្ងាយផងលើលោកតាផ្ដាំថាកំបិតនេះអាចការពារពពួកខ្មោចព្រាយបិសាចបានហើយជាពិសេសទៀតនោះវាអាចចាត់ការទៅកាន់ពួកមនុស្សស្បែកគង់បានទៀតផងណែមកតាមពុកមកក្រោយពីនោះទៅអ្នកកំឡុងគេក៏បានធ្វើដំណើរទៅតាមលោកឪពុកឡើងទៅលើផ្ទះស្របពេលនោះលោកអំរងគាត់ក៏បានយកហឹបមួយមើលទៅប្រវែងខ្ទង់ប្រហែលជា3ចំអាមដែរស្របពេលនោះគាត់ក៏បានបើកហឹបនោះហើយគាត់ក៏បានឲ្យកូនប្រុសរបស់គាត់យកកំបិតចេញពីក្នុងហឹបនោះទៅចំនួនលើកកំបិតនោះឡើងបានឃើញស្រោមកំបិតនេះពោពេញទៅដោយអក្សរគេថាសត្វតែជាភាសាបាលីតែម្ដងក៏ប៉ុន្តែគេសរសេរកាត់ចំណែកឯនៅលើផ្លែកំបិតក៏ពោពេញទៅដោយអក្សរគេថាមន្តអាគមដែរវាគឺជាកំបិតអដ្ឋានដ៏ពូកែស័ក្តិសិទ្ធិអញ្ចឹងទៀតតើបានជាលោកតារបស់គេបានរក្សាទុករហូតដល់សពថ្ងៃនេះចំណូលបាននិយាយទៅកាន់លោកឪពុកថាលោកពងមើលទៅកំបិតនេះមិនមែនធម្មតានោះទេណែនេះមានគេថាដាក់ទៅកាន់កំបិតដែរទៀតតើលោកពងខ្ញុំទៅរៀបចំសម្លៀកបំពាក់ហើយក្រោយមកអ្នកកំឡុងគេក៏បានយកកំបិតនោះស្ថិតនៅចង្កេះក្រោយមកគេក៏បានទៅរៀបចំសម្ភារៈរបស់គេទៅលុះដល់ពេលរសៀលអ្នកទាំង3នាក់បានហូបបាយហូបទឹកជុំគ្នានៅក្នុងពេលនោះអ៊ំស្រីបាននិយាយផ្ដែផ្ដាំច្រើនខ្លាំងណាស់ទៅកាន់កូនប្រុសរបស់គាត់ទៅនៅស្រុកគេឲ្យចេះឲ្យលំទោនចេះគោរពចាស់ទុំមកយ៉ាងទៀតនោះកុំនិយាយប្រផ្លេចប្រផ្លោចខ្លាំងពេកដោយសារតែចំណូលនេះគឺជាមនុស្សរស់រាយចូលចិត្តនិយាយច្រើនទៅគាត់មានការព្រួយបារម្ភជាពិសេសនោះអ្នកកំឡោះនេះមានមន្តស្នេហ៍ខ្លាំងណាស់ទៅដល់ទីកន្លែងណាតែតែមានស្រីស្រីទឹកភ្នែកដោយសារគេក្រោយពីហូបបាយនៅពេលល្ងាចព្រួញអ្នកកំឡោះរបស់ជើងបានអង្គុយអណ្ដែតអណ្ដូងសំឡឹងទៅកាន់ព្រះច័ន្ទស្ដាប់សំឡេងសត្វចង្រិតយំចំណូលបានគិតថា
តើគូអនាគតរបស់គេនៅទីកន្លែងណាទៅនៅក្នុងស្រុកភូមិនេះឬក៏នៅស្រុកភូមិរបស់លោកពូរបស់គេលើកថាក្រមុំនៅទីកន្លែងនោះស្អាតខ្លាំងណាស់សង្ស័យថាទៅម្ដងនេះមួយខែពីរខែសង្ស័យថាលងស្នេហ៍ទៅកាន់ស្រីក្រមុំនៅខាងខេត្តកំពង់ចាមតែមិនដឹងបន្ទាប់ពីគិតអររយៈពេលមួយសន្ទុះទៅអ្នកកំឡោះគេក៏បានទៅសម្រាកចុះកម្លាំងចម្ងាយពីផ្ទះអ្នកកំឡោះនេះទៅផ្ទះរបស់លោកពូគេនោះបើសិនជាធ្វើដំណើរថ្មើរជើងខ្ទង់ប្រហែលជាមួយថ្ងៃពេញឯណោះក៏ប៉ុន្តែនេះធ្វើដំណើរមិនឈប់មិនឈរតែបើសិនជាជិះសត្វសេះវិញខ្ទង់ប្រហែលជាងមួយព្រឹកតែប៉ុណ្ណោះវេលាព្រឹកស្អែកក៏បានឈានចូលមកដល់អ្នកកំឡោះរបស់ជើងក៏ចាប់ផ្ដើមរៀបចំសម្ភារៈរួចហើយនឹងធ្វើដំណើរចាក់ចេញពីទីកន្លែងនេះអំរងបានផ្ដាំទៅកាន់កូនប្រុសឲ្យធ្វើដំណើរឲ្យស្រុតបន្តិចក្រែងលោប្រយ័ត្នតែធ្វើដំណើរទៅដល់ទីកន្លែងនោះខកពេលនោះប្រកាសជាកូនជុំដើរក្នុងព្រៃឬក៏ដេកក្នុងព្រៃពិតជាមិនខានកូនប្រុសរបស់គាត់ស្ដាប់សម្ដីឪពុកម្ដាយរួចហើយក៏បានធ្វើដំណើរចាក់ចេញពីទីកន្លែងនោះទៅកំបាត់អាគមសោកនៅចង្កេះអ្នកកំឡោះស្ពីបង្វិចធំមួយធ្វើដំណើរចាក់ចេញពីស្រុកភូមិនៅក្នុងពេលនោះចាស់ទុំចិត្តតែស្រែកសួរទៅកាន់អ្នកកំឡោះដោយសារតែឃើញសម្ពាយធំខ្លាំងពេកចំណូលវិញចិត្តតែស្រែកប្រាប់ទៅកាន់ចាស់ដែលជាអ្នកចូលចិត្តទៅកាន់គេនោះក្រោយមកបញ្ជូរប៉ុន្មានគេក៏បានដើរផុតភូមិមួយភូមិហើយមួយភូមិទៀតអ្នកកំឡោះរហូតដល់ថ្ងៃត្រង់ក៏បានស្រែកបាយកញ្ចប់របស់គេទៅហូបនៅលើសាលាឆោតទៀនមួយសាលាឆោតទៀននោះក៏មានដើមពោធិ៍ដ៏ធំមួយដើមជាពិសេសនោះគឺមានខ្ទមអ្នកតាដែលគេសាងសង់នៅទីកន្លែងនោះផងដែរចំណូលបានកាច់បាយមួយដុំត្រីមួយដុំផងដែររួចហើយគេក៏បានដើរទៅកាន់ខ្ទមអ្នកតាអ្នកកំឡោះរបស់ជើងហែកស្លឹកចេកបន្តិចដាក់នៅទីកន្លែងនោះរួចហើយក៏បានដាក់បាយព្រមទាំងត្រីអាំងនៅលើខ្ទមអ្នកតានោះទៅកំឡោះលើកដៃសំពះរួចក៏និយាយថាលោកតាអើយលោកតាម្ចាស់ទឹកម្ចាស់ដីកូនចៅបានដាក់បាយនៅអញ្ជើញសែបសើជាមួយនឹងកូនចៅទៅសូមឲ្យកូនចៅធ្វើដំណើរពោពេញទៅដោយសុវត្ថិភាពក្រោយពីនោះអ្នកកំឡុងគេក៏បានអង្គុយហូបបាយនៅទីកន្លែងនោះទៅក៏ប៉ុន្តែមួយសន្ទុះក្រោយមកគេហូបបាយមិនទាន់នឹងហើយផងស្រាប់តែមានតែចាស់ម្នាក់គាត់នោះមើលទៅដូចជាអ្នកសំទានដើរកាន់ត្រឡោកមួយចូលមកកាន់ទីកន្លែងនោះតាចាស់ឈរលេបទឹកមាត់សម្លឹងទៅកាន់អ្នកកំឡោះរបស់ជើងបន្ទាប់ពីឃើញគាត់ក៏មានចិត្តអាណិនចំណូលបាននិយាយថាទេអ្នកសំទានទេមិនដឹងមកឈរលេបទឹកមាត់សម្លឹងឯងបាយនៅសល់ច្រើនដែរទេតាបន្តិចក្រោយមកអ្នកកំឡោះគេក៏បានដើរទៅរួចហើយក៏បាននិយាយថាអត់ទោះលោកតាគឺជាអ្នកសមមែនឬទេតាចាស់បានងក់ក្បាលរួចហើយគាត់បាននិយាយថាមែនហើយចៅតាគឺជាអ្នកសមណែតើមានអាហារអីសេះសល់ឲ្យតាហូបខ្លះបានដែរឬទេតាឃ្លានខ្លាំងណាស់ឡើងញ័រដៃចំប្រប់ទៅហើយចៅកំឡោះរបស់ជើងគេបាននិយាយថាលោកតាបាយគឺនៅក៏ប៉ុន្តែខ្ញុំបានហូបហើយខ្លាចថាមិនសមឲ្យទៅកាន់លោកតាក៏ប៉ុន្តែខ្ញុំហូបមួយចំហៀងទៀតតាលោកតាចាស់បានញញឹមរួចហើយក៏និយាយថាណែចៅអើយអ្នកសំពួកស្មុំអីនោះគឺបានអាហារប៉ុណ្ណេះគឺប្រណិតទៅហើយមិនថាចៅហូបឬមិនហូបនោះទេណែឲ្យតែបានឆ្អែតក្រពះទៅព្រោះថាជីវិតអ្នកក្រអ្នកសំស្មុំជាចោះដូចជាតានេះគឺមិនគិតខ្វាយខ្វល់រឿងអាហារហូបចុកអីនោះទេឲ្យតែបានឆ្អែតមិនចាំបាច់ស្អាតមិនស្អាតនោះទេកំឡោះអាណិតខ្លាំងណាស់រួចហើយក៏បានដឹកដៃតាចាស់ឡើងទៅលើស្លាឆោតទៀនគេក៏បានយកបាយដែលនៅសល់មួយចំហៀងព្រមទាំងត្រីងៀតឲ្យទៅកាន់លោកតាចាស់ម្នាក់នោះទៅតាចាស់ហូបបាយដូចជាឆ្ងាញ់ខ្លាំងណាស់បន្ទាប់ពីគាត់ហូបបាយរួចគាត់ក៏បានសាកសួរទៅកាន់អ្នកកំឡោះថានៅចៅប្រុសចៅឯងមានចិត្តទូលាយខ្លាំងណាស់ហើយចៅធ្វើដំណើរទៅណាទៅណីដែរកំឡោះរបស់ជើងក៏បានឆ្លើយតបថាអស់លោកតាខ្ញុំធ្វើដំណើរទៅផ្ទះលោកពូខ្ញុំទៅជួយកាប់ឈើធ្វើផ្ទះសម្បែងឲ្យគាត់ណែ
ឥឡូវនេះខ្ញុំបញ្ញាប់ស្រុតធ្វើដំណើរទៀតបើសិនជាកូនដល់ពេលជប់នោះប្រកាសជាវិវរពិតជាមិនខាននៅក្នុងពេលនោះតាចាស់គាត់បាននិយាយថាណែអាចៅឯងគឺជាមនុស្សដែលមានចិត្តសន្តោសខ្លាំងណាស់ណែតាឲ្យរបស់ស័ក្តិសិទ្ធិមួយទៅកាន់ឯងរក្សាវាទុកទៅកំឡោះរបស់ជើងបើកភ្នែកធំរួចឆាយបាននិយាយថាលោកតានឹងគឺជាស្អីគេទៅតាចាស់បាននិយាយថាណែចៅនេះគឺជាខ្សែកនាងពួនខ្សែកនាងពួននេះស័ក្តិសិទ្ធិខ្លាំងណាស់ណែចៅឯងយកទៅពាក់នៅនឹងកទៅឲ្យតែមានគ្រោះភ័យអីវាប្រកាសជាបង្ហាញខ្លួនមកជួយចៅពិតជាមិនខានអ្នកកំឡោះជ្រុញចិញ្ចើមរួចឆាយក៏បានញញឹមមិចភ្នែកតិចគេបាននិយាយថាលោកតានាងពួននឹងគឺជាមនុស្សស្រីមែនឬទេតាចាស់បានងក់ក្បាលតិចកំឡោះក៏បានសួរបន្តទៀតថាលោកតាបើសិនជានាងគឺជាស្រីនោះណែហើយខ្ញុំពាក់ជាប់នៅនឹងកមិនយ៉ាងបាច់ចឹងមកហើយទេចុះពេលដែលខ្ញុំបត់ដៃបត់ជើងទៅនោះនាងមិនលួចមើលខ្ញុំទេលោកតាចាស់បានអស់សំណោចទាំងក្នុងមាត់នៅមានបាយនៅក្នុងពេលនោះគាត់បាននិយាយថាណែចៅនាងគ្រាន់តែជាព្រាយជំនាញនោះទេនាងមិនបានមកលួចមើលស្អីចៅនោះទេលុះត្រាតែចៅមានគ្រោះថ្នាក់ទើបនាងបង្ហាញខ្លួនចេញមកជួយឯងគេហៅថានាងពួននេះពូកែស័ក្តិសិទ្ធិខ្លាំងណាស់ណែចៅឯងរក្សាវាទុកទៅក្រោយពីនោះតាចាស់ក៏បានទំពាបាយបង្ហើយចេញពីមាត់របស់គាត់រួចហើយក៏បានសុំទឹកអ្នកកំឡោះគេក៏បានហុចទឹកបំពង់ទៅកាន់តាចាស់តែតាចាស់គាត់មិនបានហូបនៅទឹកបំពង់នោះទេគាត់ក៏បានចាក់ចូលទៅកាន់ត្រឡោករបស់គាត់ស្របពេលនោះអ្នកកំឡោះគេក៏បាននិយាយថាលោកតាមានរបស់ស័ក្តិសិទ្ធិជាប់ខ្លួនលោកតាគឺជាគ្រូមន្តអាគមមែនទេតាចាស់នោះបានញញឹមរួចហើយក៏បាននិយាយថាណែចៅគឺជាគ្រូក៏ដោយមិនជាគ្រូក៏ដោយវាមិនសំខាន់នោះទេណែសំខាន់ចៅឯងរក្សាវាទុកទៅនោះល្អដូចជាចៅនេះប្រកាសជាមានទេវតាតាមជួយបែបថែរក្សាពិតជាមិនខានបើសិនជាមាននិស្ស័យនោះតានឹងចៅប្រកាសជាបានជួបគ្នាទៀតពិតជាមិនខាននោះទេណែឥឡូវតាសូមធ្វើដំណើរទៅសិនហើយតាចាស់នោះគាត់ក៏បានកាន់ត្រឡោករបស់គាត់ធ្វើដំណើរចាក់ចេញពីទីកន្លែងនោះហើយដើរបន្តទៅមុខទៀតទៅមិនដឹងថាទៅណាទៅណីនោះទេចំណូលគេក៏ជ្រុញចិញ្ចើមមានការងឿងឆ្ងល់ក៏ប៉ុន្តែសម្ដីរបស់តាចាស់នេះនិយាយទៅហាក់ដូចជាធ្វើឲ្យគេមានទំនុកចិត្តមិនមែនជាការបោកប្រាស់នោះទេចំណូលគេក៏បានយកខ្សែកនោះពាក់នៅនឹងកគេព្រឺខ្លួនខ្ញាក់តែម្ដងនៅក្នុងពេលដែលគេពាក់ខ្សែកនោះខ្លួនរបស់គេក៏ចាប់ផ្ដើមព្រឺរោមម្យ៉ាងទៀតក្រញ៉ាញ់ពេញទៅខ្លួនហាក់ដូចជាមានរបស់ស័ក្តិសិទ្ធិអ្វីមួយយកមកពាក់នៅនឹងកអញ្ចឹងកំឡោះក៏ចាប់ផ្ដើមរៀបចំសម្ភារៈធ្វើដំណើរចាក់ចេញពីទីកន្លែងនេះដើរបានមួយសន្ទុះមិនតនឹងផុតភូមិនេះផងក៏ស្រាប់តែឃើញបរិះម្នាក់ត្រូវអ្នកភូមិកំពុងតែចំរោមអ្នកភូមិអ៊ូអរច្រើនខ្លាំងណាស់មកឈរប៉ត់ជុំវិញគាត់កំឡោះនោះបានឃើញមនុស្សជុំគេក៏បានធ្វើដំណើរចូលទៅរួចហើយក៏បានឃើញថាលោកពូម្នាក់នោះត្រូវពោះវែកចឹងកំឡោះរបស់ជើងគេបាននិយាយថាណែអ្នកទាំងអស់គ្នានៅកន្លែងនេះមានគ្រូព្យាបាលទៅកាន់ពឹសរបស់សត្វពស់ដែរឬអត់អ្នកភូមិក្រវីក្បាលរួចហើយគេនិយាយថាលោកក្មួយហើយនៅទីកន្លែងនេះតើរកអ្នកចេះអាគមចេះថ្នាំសង្កូវមកពីណាទៅណែតតែយកទៅខាងនោះឯភូមិក្បែរព្រៃឯណោះបានមានគ្រូគេចេះខាងសត្វពស់សត្វអីនេះក៏ប៉ុន្តែមើលទៅគេដូចជាគ្មានសង្ឃឹមនោះទេមើលទៅស្លេកស្លាំងបបោមាត់មិនដឹងថាពស់ចឹកតាំងពីកាលផងប្រពន្ធរបស់លោកពូនោះនៅតែជុំក្បែរកូនស្របពេលនោះអ្នកកំឡោះបាននិយាយថាណែអ្នកទាំងអស់គ្នាណែឥឡូវនេះណោះលើកគាត់យកទៅដាក់ទីកន្លែងនោះសិនទៅខ្ញុំក៏ចេះព្យាបាលខ្លះដែរខ្ញុំនឹងជួយសង្គ្រោះទៅកាន់គាត់កំឡោះបាននិយាយថាណែអ្នកទាំងអស់គ្នានៅកន្លែងនេះយកក្រមាយកម្រិតជើងរបស់គាត់ពី3ជាន់ទៅខ្ញុំនឹងទៅរកថ្នាំសង្កូវ
អ្នកកំឡោះរបស់ជើងរៀបដើរចេញពីទីកន្លែងនោះស្រាប់តែឮសំឡេងមនុស្សស្រីបានខ្សឹបប្រាប់ថានៅកន្លែងនោះមានថ្នាំសង្កូវព្យាបាលពឹសរបស់សត្វពស់កំឡោះជើងក៏មានការងឿងឆ្ងល់ផ្ទៀងត្រចៀកស្ដាំក្រឡេកមើលឆ្វេងស្ដាំតើនេះគឺជាសំឡេងរបស់អ្នកណាទៅក៏ប៉ុន្តែបន្ទាប់ពីក្រឡេកមើលមិនឃើញគេក៏បានធ្វើដំណើរបន្តទៅមុខទៀតស្របពេលនោះផងដែរសំឡេងមនុស្សស្រីក៏បាននិយាយសារជាថ្មីម្ដងទៀតគឺជាសំឡេងនាងពួនដែលនៅខ្សែករបស់គេនឹងឯងនាងពួនបានប្រាប់រុក្ខជាតិណាត្រូវដាក់ប៉ុន្មានរុក្ខជាតិណាត្រូវដាក់ប៉ុន្មានសម្រាប់ព្យាបាលទៅកាន់អ្នកដែលត្រូវសត្វពស់ចឹងកំឡោះគេក៏បានធ្វើតាមថ្មីត្បិតតែគេធ្លាប់សិក្សាអំពីវិជ្ជាព្យាបាលពឹសរបស់សត្វពស់នេះដែរក៏ប៉ុន្តែយូរហើយរឿងភ្លេចភ្លាំងក៏ប៉ុន្តែនាងពួននេះបានប្រាប់គ្រប់ថ្នាំសង្កូវទៅកាន់អ្នកកំឡោះរបស់ជើងក៏បានយកទៅបុកបញ្ចូលគ្នារួចហើយគេក៏បានឲ្យអ្នកភូមិទៅដួសទឹកឲ្យគេមួយផ្តាល់អ្នកភូមិម្នីនាំគ្នាទៅដួសទឹកចុះមកឲ្យអ្នកកំឡោះនេះកំឡោះរបស់ជើងគេក៏បានស្រង់យកកាកចេញចំណែកទឹកនោះក៏បានចម្រោះយកទៅឲ្យលោកពូម្នាក់នោះផឹកបន្ទាប់ពីលោកពូបានផឹកទឹកថ្នាំនោះហើយកំឡោះគេក៏បានហើយជ័យក្រមាយកទៅរុំកាកថ្នាំដែលនៅសេសសល់នោះនៅនឹងមុខរបួសរបស់គាត់រយៈពេលមួយសន្ទុះធំម្នាក់ដកដង្ហើមសម្លឹងមកគ្នាទៅមកតើកំឡោះម្នាក់នេះចេះថ្នាំពឹសពោះពិតប្រកបដែរឬអត់បាននិយាយទៅនៅក្នុងពេលនោះអ្នកភូមិកំពុងតែមានការសង្ស័យ50គឺជឿ50%ទៀតគឺមិនជឿក៏ប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែលោកពូម្នាក់នោះក៏ចាប់ដើមប្រែមុខមាត់មករៀងស្រស់បោះវិញមុខមាត់របស់គាត់ដូចជាលែងសូវរៀងស្លេកស្លាំងមកចាងទៀតនោះបបោមាត់របស់គាត់ក៏ហាក់ដូចជាមានឈាមមកវិញផងដែរនៅក្នុងពេលនោះអ្នកកំឡុងគេសប្បាយចិត្តខ្លាំងណាស់គេបាននិយាយថាណែអ្នកទាំងអស់គ្នាឥឡូវគាត់បានធូរស្រាលហើយមើលទៅប្រហែលជាមិនបាត់បង់ជីវិតនោះទេណែសន្លឹកថ្នាំនេះខ្ញុំបេះមួយមុខមួយសន្លឹកមួយមុខមួយសន្លឹកទុកឲ្យអ្នកទាំងអស់គ្នាបន្ទាប់ពីមួយសន្ទុះទៀតអ្នកទាំងអស់គ្នាទៅបេះសន្លឹកថ្នាំតាមខ្ញុំប្រាប់ទៅហើយរក្សារូបមន្តនេះទុកនៅពេលថ្ងៃក្រោយបើសិនជាមានមនុស្សត្រូវសត្វពស់ចឹកអីនោះអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំទៅអ្នកភូមិបើកភ្នែកធំរួចហើយពួកគេក៏បានសួរថាណែអ្នកកំឡោះឯងគឺជាគ្រូអាគមចុះមកពីលើភ្នំឬក៏ចេញពីក្នុងព្រៃមកជួយប្រុសមកដល់មនុស្សមែនឬទេចំណូលគេបានញញឹមរួចគេបាននិយាយថាអំពូមីងទាំងអស់គ្នាខ្ញុំមិនមែនជាអ្នកសច្ចាងដើរប្រោះសត្វអីនោះទេខ្ញុំគ្រាន់តែជាអ្នកដំណើរធ្វើដំណើរកាត់តាមនេះតែប៉ុណ្ណោះបន្ទាប់ពីឃើញមនុស្សជុំខ្ញុំក៏ដើរចូលមកទៅណែអ្នកទាំងអស់គ្នាធ្វើតាមខ្ញុំអញ្ចឹងទៅក្រោយមកអ្នកភូមិគេក៏បានរៀបចំសន្លឹកថ្នាំនោះទុកដោយមួយមុខមួយសន្លឹកមួយមុខមួយសន្លឹកអ្នកកំឡោះរបស់ជើងខកពេលបាត់ទៅហើយនៅពេលនោះគេបើកភ្នែកធំរួចហើយបាននិយាយថាណែអំពូមីងទាំងអស់គ្នាឥឡូវនេះខ្ញុំប្រញាប់ធ្វើដំណើរទៅបន្តទៀតដោយសារតែផ្លូវខ្ញុំនៅឆ្ងាយខ្លាំងណាស់ក្នុងពេលនោះប្រពន្ធរបស់លោកពូម្នាក់ដែលត្រូវសត្វពស់ចឹកនោះគាត់ក៏បាននិយាយថាណែលោកគ្រូក្មេងលោកគ្រូយកលុយកាក់បន្តិចបន្តួចទៅពួកខ្ញុំមិនមែនជាអ្នកមានធូរធារអីនោះទេខ្ញុំនៅសល់ប្រាក់កាក់ប៉ុណ្ណេះណែលោកគ្រូយកដាក់តាមខ្លួនទុកចាយវិញទៅតាមផ្លូវទៅចំណូលបានញញឹមគេក្រវីក្បាលអត់ទេមីងទុកវាចោះណែទុកទិញអាហារឆ្ងាញ់ទៅកាន់លោកពូនោះដោយសារតែគាត់ត្រូវសត្វពស់ចឹកនោះគាត់ប្រកាសជាមានស្មារតីមិននឹងណនោះទេមិនអីទេខ្ញុំអរគុណចំពោះទឹកចិត្តរបស់អ្នកមីងហើយខ្ញុំត្រូវតែប្រញាប់ធ្វើដំណើរទៅមុខទៀតព្រោះតែផ្លូវខ្ញុំនៅឆ្ងាយក្រោយពេលនិយាយរួចអ្នកកំឡោះរបស់ជើងបានញញឹមទាំងទឹកមុខមានវិជ្ជាប្រយោជន៍ភាពរួចហើយគេក៏បានដើរចាក់ចេញពីទីកន្លែងទៅអ្នកភូមិគ្រប់គ្នាចំហមាត់សម្លឹងទៅកាន់អ្នកកំឡោះមានរូបរាងសង្ហាម្នាក់នេះបើសិនជាគ្មានគេចូលមកជួយទៅកាន់លោកពូម្នាក់នេះគាត់ប្រកាសជាបាត់បង់ជីវិតពិតជាមិនខានលោកពូម្នាក់នោះថ្មីត្បិតតែគាត់បានធូរក៏ប៉ុន្តែមិនទាន់ដឹងខ្លួនច្បាស់នោះទេ
គាត់លើតិចដែរអំពីរឿងអ្នកភូមិពិភាក្សាគ្នាជាមួយនឹងអ្នកកំឡុងរបស់ជើងខកពេលបាត់ទៅហើយដើរបណ្ដាយកដៃទះទ្រង់បណ្ដានៅពេលនោះគេបាននិយាយម្នាក់ឯងថាអាចំនួអើយអាចំនួថាធ្វើដំណើរឲ្យប្រញាប់បន្តិចឥឡូវនេះបាយជាខយប់នេះបើសិនជាដេកក្នុងព្រៃប្រកាសជាត្រូវខ្មោចឡងពិតជាមិនខានអើយក៏ប៉ុន្តែបើសិនជាធ្វើដំណើរក្នុងពេលយប់វាកាន់តែគ្រោះថ្នាក់ទៀតទំរំតែទៅដល់ផ្ទះលោកពូត្រូវឆ្លងកាត់ព្រៃមួយអើយឥឡូវនេះខកពេលបាត់ទៅហើយក៏ប៉ុន្តែមិនអីទេបានជួយទៅកាន់ជីវិតមនុស្សម្នាក់នេះគឺជាបន់ធំខ្លាំងណាស់កំឡោះធ្វើដំណើររហូតដល់ព្រះអាទិត្យបន្ទាបខ្លួននៅក្នុងពេលនោះគេក៏បានចូលទៅដល់ជើងព្រៃមួយគេបានសម្លឹងទៅឃើញព្រៃនេះឆ្ងាយខ្លាំងណាស់ធ្វើដំណើរខ្ទង់ប្រហែលជា1ម៉ោង2ម៉ោងឯណោះអ្នកកំឡោះដកដង្ហើមធំគេបាននិយាយថាមិនដឹងថាក្នុងព្រៃនេះមានស្អីខ្លះទេសង្ស័យតែមានខ្មោចព្រាយអើយក៏ប៉ុន្តែយើងក៏មានមន្តអាគមគេថាដែរទៅខ្លាចអីវាអ្នកកំឡុងគេក៏បានធ្វើដំណើរចូលទៅតាមព្រៃនោះតែម្ដងដោយគេមិនបានឈប់សម្រាកនោះទេក៏ប៉ុន្តែនៅពេលព្រះអាទិត្យលិចបានដូចជាយើងបានដឹងស្រាប់ហើយនៅតាមដងព្រៃទោះបីជាផ្លូវធ្លាប់មានមនុស្សធ្វើដំណើរក៏ដោយក៏ប៉ុន្តែវាតែងតែមានពពួកខ្មោចព្រាយបច្ចុប្បន្ននេះនៅក្នុងព្រៃនៅតែមានពពួកខ្មោចព្រាយហើយចោះទៅនិយាយអីកាលពីសម័យនោះមិនតន់មានសម្ភារៈទំនើបប្រើប្រាស់ផងហ្នឹងកំឡោះដើរដោយគ្មានចន្លោះព្រោះថាគេមិនបានត្រៀមចន្លោះមកតាមខ្លួននោះទេតែនៅក្នុងពេលនោះគេក៏បានបង្កាត់ភ្លើងមួយភ្នក់រួចហើយគេក៏បានយកអស់គល់មួយគល់ធំដុតឲ្យវាឆេះមានរងើកខ្លាំងទើបគេកាន់អស់គល់នោះក្រវីក្រវ៉ាត់ទៅការធ្វើដូច្នេះវាថ្មីត្បិតតែមិនអាចជំនួសពន្លឺចន្លោះបានតែក៏អាចឲ្យគេមើលផ្លូវឃើញក្រាន់បើដែរអ្នកកំឡោះធ្វើដំណើរម្នាក់ឯងរួចហើយគេចេះតែស្ដាប់សំឡេងពពួកសត្វនៅក្នុងព្រៃស្រែងនៅក្នុងពេលជប់នោះគ្មានសត្វអីល្អជាងនោះទេក្រៅពីពពួកសត្វខ្លែងស្រាកនិងពពួកសត្វឆ្កែចចកនោះកំឡោះដើររៀងជួបបន្តិចនៅក្នុងពេលនោះគេស្រាប់តែបានឮសំឡេងមួយហាក់ដូចជាមានអ្នកណាម្នាក់កំពុងតែមានការឈឺចាប់ធ្ងន់ធ្ងរមកពីចម្ងាយពេលនោះកំឡោះក៏ចាប់ផ្ដើមសម្លឹងរកមើលតើសំឡេងនោះចេញមកពីណាមើលចុះមើលឡើងកំឡោះរបស់ជើងក៏បានឃើញស្ត្រីចាស់ម្នាក់កំពុងតែអង្គុយអោបពោះហើយគេបានស្រែកធ្ងន់ធ្ងរនៅពេលដែលកំឡោះដើរចូលទៅដល់នោះស្រាប់តែគាត់បានបក់ដៃហៅចំនួននេះឲ្យទៅចិត្តគាត់ចំនួនអស់សំណោចគេនិយាយថាអើយមិនចាំបាច់បោកខ្ញុំទេយាយឯងគឺជាខ្មោចព្រាយហ្នឹងនៅទីកន្លែងនេះគ្មានមនុស្សនោះទេគ្រាន់តែឃើញមុខហ្នឹងក៏ដឹងថាមុខខ្មោចដែរកំឡោះរបស់ជើងក៏បានដើរបន្តទៀតទៅយាយចាស់នោះចំហមាត់សម្លឹងទៅកាន់អ្នកកំឡោះបន្តិចក្រោយមកយាយចាស់ក៏បានរលាយខ្លួនបានរួចឆាយក៏ចាប់ដើមទៅបង្ហាញខ្លួននៅកន្លែងមួយទៀតក៏ប៉ុន្តែប្រែរូបរាងคล้ายទៅជាមនុស្សស្រីស្អាតបន្ទាប់ពីនោះគេធ្វើជាឈរនៅក្រោមដើមឈើបក់ដៃល្វីហៅអ្នកកំឡោះរបស់ជើងចំនួនគេដឹងច្បាស់ថានោះគឺជាពពួកខ្មោចព្រាយដដែលចំនួនបាននិយាយថានៅខ្មោចព្រាយខ្ញុំមិនចង់ធ្វើអីទៅកាន់ពួកឯងនោះទេក៏មិនឡងបន្លាចយើងសោះបើសិនជាយើងជាមនុស្សធម្មតានោះយើងក៏មិនធ្វើដំណើរកាត់ព្រៃតែម្នាក់ឯងដែរបើសិនជាមិនចង់ឈឺសាច់ក៏មកបៀតបៀនយើងត្រូវធ្វើដំណើរឆ្ងាយទៀតស្របពេលនោះស្រាប់តែស្រីក្រមុំម្នាក់នោះក៏បានប្រែរូបរាងคล้ายទៅជាអាក្រក់មានរូបរាងคล้ายជាស្ត្រីចាស់មានមុខមាត់ពោពេញទៅដោយដំបៅក្រចកខ្មៅវែងក៏ចាប់ផ្ដើមពលូតចេញមកបន្តិចម្ដងជាពិសេសនោះគឺចង្កូមដ៏មុតស្រួយយាយចាស់បានរត់ទប់ជន់ទៅលើដីស្នូជើងខ្លាំងសម្ដៅទៅរកអ្នកកំឡោះក៏ប៉ុន្តែនៅពេលដែលយាយចាស់រត់ចូលទៅដល់នោះស្រាប់តែនាងពួនក៏បានបង្ហាញខ្លួនចេញមកនាងពួនស្លៀកសម្លៀកបំពាក់ដូចជាមនុស្សស្រីក្រមុំកាលពីបុរាណមើលទៅនាងពិតជាស្អាតខ្លាំងណាស់អ្នកកំឡោះបានឃើញនាងពួនគេបានឆោបភ្លឹងសម្លឹងទៅកាន់ស្រីក្រមុំម្នាក់នោះនាងពួនក៏បានបង្ហាញខ្លួន
រួចហើយក៏បានចង្អុលទៅកាន់យាយចាស់នៅព្រាយចាស់ក៏មកធ្វើបាបដល់ចៅហ្វាយរបស់ជើងបើសិនជាមិនចង់ឈឺសាច់ឆាប់ថយចេញទៅយាយចាស់ក៏បាននិយាយថាម៉េចត្រឹមព្រាយនៅក្នុងនាងពួនកំពៃកំប៉ុងចង់មកចាត់ការជើងផងនាងឯងទៅមិនរួចទេយើងគឺព្រាយមានអាយុកាលរាប់រយឆ្នាំពេលនោះយាយព្រាយក៏បានស្ទុះសម្ដៅទៅរកនាងពួនក៏ប៉ុន្តែនាងក៏ចាប់ផ្ដើមប្រើអានុភាពរបស់នាងបង្កើតភ្លើងធំគប់សម្ដៅទៅរកព្រាយនោះដំភ្លើងកាត់ឡើងបានហោះសម្ដៅទៅរកស្ត្រីចាស់ពេលនោះព្រាយក៏ចាប់ផ្ដើមបុកជាមួយនឹងដំភ្លើងប៉ាងខ្ទាតថយទៅក្រោយបែកផ្កាភ្លើងព្រាកតែម្ដងយាយចាស់ខឹងខ្លាំងណាស់ដោយគេមានបំណងចង់ស៊ីអ្នកកំឡោះចំណូលក៏ប៉ុន្តែនាងព្រាយនាងពួននេះចេញមករញ៉េរញ៉ៃយាយចាស់ក៏ចាប់ដើមប្រែរូបរាងខ្លាចទៅជាសត្វឆ្មាពណ៌ខ្មៅមួយក្បាលដែលមានភ្នែកក្រហមឆ្អិនឆ្អៅដូចជារងើកភ្លើងឆ្មាខ្មៅនោះស្រែកបន្លឺសំឡេងគួរឲ្យព្រឺសម្បល់រួចហើយក៏បានស្ទុះមួយទំហឹងសម្ដៅទៅរកនាងពួនរបស់ជើងតែនាងពួននោះក៏បានបង្កើតដំភ្លើងគប់សម្ដៅទៅរកសត្វឆ្មានោះសាជាថ្មីម្ដងទៀតក៏ប៉ុន្តែបន្ទាប់ពីយាយចាស់ប្រែរូបរាងខ្លាចទៅជាសត្វឆ្មាទៅកាយវិការរបស់គេរហ័សរហួនណាស់នាងពួនគប់ដំភ្លើងមិនត្រូវនោះទេព្រាយចាស់មានឱកាសក៏បានហក់សម្ដៅទៅរកអ្នកកំឡោះជំនូដោយចង់ប្រើចង្កូមរមុតស្រួចនោះខាំកញ្ចឹងករបស់អ្នកកំឡោះក៏ប៉ុន្តែគួរឲ្យសោកស្ដាយបន្តិចនៅពេលដែលលោតទៅស្រាប់តែកំបត្តិអដ្ឋានក៏បានចាក់ទម្លុះក្បាលរបស់ព្រាយចាស់នោះបាត់ទៅហើយព្រាយចាស់ប្រកាច់ប្រកិនរលាយខ្លាចទៅជាផ្សែងខ្មៅរួចហើយក៏បានស្រមោលឈឹងចេញពីទីកន្លែងនោះទៅមានឆ្ងល់ទេហេតុអ្វីអ្នកកំឡោះមានកំបត្តិអដ្ឋានខ្មោចព្រាយចូលចិត្តមិនបានក៏ប៉ុន្តែនាងពួនបើជាអាចចូលទៅចិត្តអ្នកកំឡោះបានវាគ្មានអីចម្លែកនោះទេនោះដោយសារតែអ្នកកំឡោះព្រមទទួលចុកនាងមកពាក់នៅនឹងខ្លួនរបស់គេហើយម្យ៉ាងទៀតពួកនាងពួននេះមិនមែនជាព្រាយដែលធ្វើបាបមនុស្សនោះទេវាគឺជាពួកជំនាញដូចជាជំនាញផ្ទះអញ្ចឹងបន្ទាប់ពីនោះទៅកំឡោះដោយសារតែបានឃើញនាងពួននេះស្អាតម្យ៉ាងទៀតនៅក្នុងព្រៃស្ងាត់ផងគេក៏បាននិយាយថាណែនាងពួននាងអាចធ្វើដំណើរជាមួយនឹងខ្ញុំបានដែរឬទេប្រោកប្រាជ្ញគ្នាលេងបន្តិចបន្តួចទៅខ្ញុំស្ងាត់ខ្លាំងណាស់អ្នកកំឡោះរបស់ជើងគេក៏បានធ្វើដំណើរជាមួយនឹងនាងពួននោះចំណែកឯនាងពួនអ្នកកំឡោះស៊ូមួយម៉ាត់នាងក៏ឆ្លើយមួយម៉ាត់ដោយសារតែនាងគឺជាពួកជំនាញគោរពទៅកាន់ម្ចាស់មិនចេះនិយាយរញ៉េរញ៉ៃនោះទេធ្វើដំណើរនៅក្នុងពេលជប់នោះមិនខ្វះខ្មោចព្រាយបិសាចចង់យាយទៅកាន់អ្នកកំឡោះចំណូលនោះទេក៏ប៉ុន្តែដោយសារតែអ្នកកំឡោះនេះមានរបស់ស័ក្តិសិទ្ធិព្រមទាំងនាងពួននៅក្បែរខ្លួនចំពោះខ្មោចព្រាយដែលមានអានុភាពតិចនោះប្រហែលជាមិនហ៊ានទៅធ្វើបាបអ្នកកំឡោះចំណូលនោះទេកំឡោះរបស់ជើងធ្វើដំណើរក្នុងពេលយប់ខ្ទង់ប្រហែលជា2ម៉ោងជាងទម្រាំតែគេផុតព្រៃនោះហើយក៏ឈានចូលទៅដល់ជប់ជ្រៅផងដែរពេលនោះអ្នកកំឡោះបានចូលទៅដល់ភូមិស្រុកក៏ប៉ុន្តែគេនឹកឃើញថាពាក់កណ្ដាលអាទិត្យទៅហើយបើសិនជាទៅដាស់លោកពូរបស់គេប្រកាសជាមិនសមនោះទេអ្នកកំឡោះគេក៏បានសម្ដៅទៅកាន់ទីកន្លែងមួយទីកន្លែងនោះគឺមានសាលាដំណាក់សម្រាប់ឲ្យគេសម្រាកគិតទៅចាស់ពីដើមពួកគាត់ចូលចិត្តធ្វើសាលាឆោតទៀនឬក៏សាលាដំណាក់ដើម្បីទុកឲ្យអ្នកធ្វើដំណើរមកពីឆ្ងាយគ្នាគ្មានទីកន្លែងស្នាក់នៅពួកគេអាចសម្រាកនៅទីកន្លែងនោះបានក៏ប៉ុន្តែបច្ចុប្បន្ននេះដូចជាមិនសូវមាននោះទេកាលពីខ្ញុំនៅក្មេងៗនៅក្នុងស្រុកភូមិរបស់ខ្ញុំនោះមានពី3កន្លែងឯណោះមានទាំងសាលាឆោតទៀននិងសាលាដំណាក់សម្រាប់ឲ្យអ្នកធ្វើដំណើរមកពីឆ្ងាយគេសម្រាកនៅក្នុងពេលយប់អាទិត្យឯនោះមិនជឿប៉ុន្មានសំឡេងមាត់រងាវក៏ចាប់ផ្ដើមរងាវឡើងអ្នកកំឡោះបានដឹងថាមេចិត្តភ្លឺហើយក៏ប៉ុន្តែនាងពួននៅតែអង្គុយយាមកាមទៅកាន់គេកំឡោះបាននិយាយថាណែនាងពួននាងមិនដេកទេអីនាងពួនដែលជាស្រីក្រមុំថ្ពកខួចស្លៀកសម្លៀកបំពាក់បុរាណសាច់សក្បោះនាងបាននិយាយថាអត់ទេលោកម្ចាស់ខ្ញុំគឺជាព្រាយខ្ញុំធ្វើមិននឹងចេះដេកទៅអ្នកកំឡោះរបស់ជើងគេក៏អស់សំណោចផងដែររហូតដល់មេចិត្តភ្លឺ
នាងព្រាយជំនាញរបស់ជើងក៏បានចូលទៅក្នុងនាងពួនវិញបាត់ទៅថ្ងៃរះច្បាស់អ្នកកំឡោះគេក៏បានទាញទឹកបំពង់យកលោកមុខរួចហើយក៏បានធ្វើដំណើរនៅក្នុងភូមិនោះសម្ដៅទៅកាន់ផ្ទះរបស់លោកពូគេធ្វើដំណើរនៅក្នុងភូមិនោះអ្នកកំឡោះចម្លែកចិនគេខានមកទីកន្លែងនេះរាប់ឆ្នាំហើយក៏ប៉ុន្តែក្នុងចិត្តរបស់គេនៅតែគិតថាទីកន្លែងនេះគឺពោពេញទៅដោយភាពសោះកក្រោះនៅទីកន្លែងនេះផ្ទះធំធំដីក៏ទូលាយក៏ប៉ុន្តែដំណាំដាំដុះដូចជាឃ្លោះរនងត្រឡាចស្លឹកគ្រៃឯនោះដូចជាមិនឃើញដាំនៅជុំវិញផ្ទះទាល់តែសោះអ្នកនៅទីកន្លែងនេះចូលចិត្តចោលដីទំនេរខ្លាំងណាស់ខុសឆ្ងាយពីភូមិរបស់គេហើយម្យ៉ាងទៀតនោះជុំវិញផ្ទះគឺពោពេញទៅដោយភក់ជ្រាំហេតុអ្វីក៏ពួកគេមិនយកដីយកមកចាក់លុបឲ្យស្អាតបានដល់ផ្ទះខ្លះអ្នកកំឡោះក៏បានបិទច្រមុះហើយគេក៏មានការងឿងឆ្ងល់ដែរដើរបានឆ្ងាយបន្តិចស្រាប់តែបានឃើញស្រីក្រមុំរូបស្អាត3នាក់កំពុងតែជជែកគ្នាបន្ទាប់ពីស្រីក្រមុំទឹក3នោះបានឃើញអ្នកកំឡោះចំណូលដែលជាកំឡោះមានរូបរាងសង្ហាពួកនាងក៏បានញញឹមខ្សឹបខ្សៀវគ្នារួចឆោតចង្អុលទៅកាន់ចំណូលអ្នកកំឡោះចំណូលរបស់ជើងនេះរៀងចូលបន្តិចដែរបន្ទាប់ពីឃើញស្រីញញឹមចង្អុលទៅកាន់គេក៏បានធ្វើជាដាវខ្មើតរួចឆោតបង្ហាញរូបរាងសង្ហារបស់គេនោះឲ្យកាន់តែច្បាស់ដែលរយៈពេលមួយសន្ទុះធំអ្នកកំឡោះរបស់ជើងគេក៏បានចូលទៅដល់ផ្ទះរបស់លោកពូគេលោកពូបន្ទាប់ពីឃើញក្មួយប្រុសធ្វើដំណើរចូលទៅដល់ទីកន្លែងនោះគាត់សប្បាយចិត្តខ្លាំងណាស់លោកពូអ្នកមីងគាត់ក៏បានចេញទៅទទួលរាក់ទាស្របពេលនោះគាត់បាននិយាយថានៅអាក្មួយឯងធ្វើដំណើរតាំងពីថ្មណាមកព្រឹកឡើងចូលមកដល់ទីកន្លែងនេះបាត់ទៅហើយចំណូលបាននិយាយថាអូលោកពូខ្ញុំធ្វើដំណើរកាត់ព្រៃទាំងជប់តែម្ដងរួចហើយក៏មកសម្រាកនៅសាលាដំណាក់នៅចុងភូមិឯណោះណែជប់មិញធ្វើដំណើរកាត់ព្រៃជួបសត្វតាពពួកខ្មោចព្រៃសម្រាប់ដែរដែលបានសិក្សាអាគមពីលោកតាបើមិនអញ្ចឹងទេប្រកាសជាវិវត្តពិតជាមិនខានពូរឿងគាត់បាននិយាយថាចំឯងជួបខ្មោចមែនឬទេអាក្មួយឯងពិតជាក្លាហានណាស់នេះបើសិនជាពូវិញប្រកាសជាសន្លប់កណ្ដាលព្រៃពិតជាមិនខានអារឿងខ្មោចរឿងព្រៃឯនេះពូខ្លាចខ្លាំងណាស់ណែឯងលេងអាគមស្អីទៅបានជាពួកខ្មោចព្រៃនោះវាមិនហ៊ានធ្វើបាបមកកាន់ឯងចំណូលបានតបថាមិនហ៊ានឯណាពូព្រៃកញ្ចាស់មួយចង់ចាត់ការខ្ញុំធ្វើជាចំណៃរបស់វាបញ្ចេញកញ្ចក់ស្រួចថែមទាំងចង្កុំមុតស្រួចទៀតផងណែវាបានប្រែរូបរាងខ្លាចទៅជាសត្វឆ្មាខ្មៅមានខ្លួនធំប៉ុនសត្វខ្លាណោះសំណាងហើយដែលខ្ញុំមានកំបត្តិអដ្ឋានជាប់ខ្លួនបើមិនអញ្ចឹងទេប្រកាសជាត្រូវវាចាប់ខ្ញុំស៊ីដូចជាចាប់ត្រីអាំងអញ្ចឹងលោកពូនិងក្មួយប្រោកប្រាយគ្នារួចហើយគាត់ក៏បានប្រាប់ទៅកាន់ប្រពន្ធគាត់ឲ្យទៅរៀបចំដាំស្លអង្គុយមួយសន្ទុះចំណូលបាននិយាយថាណែលោកពូអាបើទៅណាទៅពូរឿងបានតបថាអូអាបើឮថាទៅយកឃ្មុំជាមួយនឹងក្មេងៗនេះនៅក្នុងភូមិបាត់ទៅហើយអើយគេនេះធំហើយក៏ប៉ុន្តែចរិតដូចជាកូនក្មេងអញ្ចឹងរូបរាងធំដូចជាបាវស្រូវអញ្ចឹងនៅជ័យមិនតន់នឹងផុតពីមាត់ស្រាប់តែនេះបាវដើរមកវិញកាន់បង្កងឃ្មុំចំនួន3ក៏ប៉ុន្តែបបោមាត់និងភ្នែករបស់គេវិញនោះហើមឡើងលឹបតែម្ដងចំណូលគេគ្រាន់តែបានឃើញនេះបាវគេបាននិយាយថានេះអាបាវអេឯនេះកំប្លែងខ្លាំងណាស់មេធំហើយភ្នែកលឹបទៀនហើយចុះបបោមាត់នោះឡើងហើមស្ទល់តែម្ដងណែមិនតន់នឹងបានស៊ីឃ្មុំផងឃ្មុំស៊ីឯងមុនបាត់ទៅហើយកំឡោះបាវបន្ទាប់ពីឃើញបងប្រុសរបស់គេធ្វើដំណើរចូលមកដល់គេរំភើបចិត្តខ្លាំងណាស់ដោយសារតែគេក៏នឹកបងប្រុសរបស់គេផងដែរបាវបាននិយាយថាយីបងចំណូលបងឯងធ្វើដំណើរតាំងពីអង្កលមកណែបងឯងធ្វើដំណើរកាត់ព្រៃទាំងជប់មែនឬទេចំណូលបានងក់ក្បាលនៅក្នុងពេលនោះបាវគេក៏បានបបោះមេឃុំចេញខ្លះរួចហើយក៏បានហើយឃុំមួយបង្កងឲ្យទៅកាន់បងប្រុសណែបងយកឃុំមួយបង្កងទៅ
ទឹកវាផ្អែមខ្លាំងណាស់នេះខ្ញុំហូបបាត់អស់មួយទៅហើយសំណាងហើយដែលខ្ញុំយកមក3ល្មមអាពីនេះទុកឲ្យពុកម៉ែក្រោយពីនោះទៅបាវគេក៏បានកាច់ស្លឹកចេកយកមកទ្រាំបង្កងឃ្មុំរបស់គេនោះហើយបន្ទាប់ពីនោះទៅបាវជាមួយនឹងចំណូក៏បានពិភាក្សាគ្នាស្របពេលនោះចំណូបាននិយាយថានេះអាបាវក្រមុំនៅក្នុងភូមិនេះច្រើនខ្លាំងណាស់ឯងល្មមយកប្រពន្ធហើយវើយគ្នាធ្វើដំណើរមកបានឃើញពួកគេស្អាតខ្លាំងណាស់ពូរឿងបាននិយាយថាណែអាក្មួយប្រុសនៅទីកន្លែងនេះកុំចេះតែផ្ដេសផ្ដាសម្នាក់សត្វតែចេះអំពើអំពាន់វើយមកចាងទៀតតិចឃើញក្រមុំស្អាតនោះសត្វតែជាអាបទេវើយនិយាយប៉ុណ្ណេះពូរឿងក៏លេចឆ្វេងស្ដាំខ្លាចគេស្ដាប់ឮសំណួរគេក៏បានដើរតិចទៅចិត្តលោកពូរបស់គេរួចនិយាយថាមិនលោកពូនៅក្នុងភូមិនេះមានអាបណែខ្ញុំធ្លាប់តែឮលោកពុកនិយាយប្រាប់ខ្ញុំណែលោកពូដើរឃើញអាបពិតប្រកបដែរឬទេពូរឿងគាត់បាននិយាយថាហើយអាក្មួយទៅខ្វះស្អីឲ្យទៅពេលមេឃភ្លៀងធ្លាក់មួយមេឃធំឯងចាំមើលទៅក្រោយផ្ទះហោះព្រាតដូចជាអំពិលអំពែងអញ្ចឹងពួកនេះដើរចាប់អង្កែបដើរចាប់ហ៊ីងអេនេះស៊ីធ្វើជាអាហារក៏ប៉ុន្តែពួកវានេះបើសិនជាជើងមិនទៅជាជីវាមិនមករករឿងជើងផ្ដេសផ្ដាសនោះទេណែនៅទីកន្លែងនេះសបោកង្កែបសបោត្រីណាក៏ប៉ុន្តែពេលភ្លៀងឯនោះគ្មាននរណាហ៊ានចាញ់ទៅរកនោះទេបើសិនជាអ្នកហ៊ាននោះតតតែគេនោះគឺជាអ្នកចេះអាគមខ្លះដែរបើរកបានវិញលក់ពេញតែភូមិតែម្ដងទៅខ្វះអីត្រីខ្វះអីកង្កែបដើរឆ្លោះតែមួយសន្ទុះនឹងតែខ្លាចតែរឿងអាព្រៃនឹងទេតើណែធ្មប់ក៏មានដែរវើយភូមិនេះមានទាំងប្រុសមានទាំងស្រីតែម្ដងចំណូបាននិយាយថាលោកពូខ្ញុំចង់ឃើញដល់ហើយចង់ឃើញអាបនឹងវាយ៉ាងម៉េចទៅហើយវាមានស្អីបានជាហោះរួចណែចាំមើលទៅភ្លៀងធ្លាក់ខ្ញុំប្រកាសជាទៅរកមើលអាបពិតជាមិនខាននាយបាវបាននិយាយទាំងងល់ថាណែបងចំនួទៅចង់ឃើញឲ្យអាបនោះមុខវាអាក្រក់ខ្លាំងណាស់ចង្កូមស្រួចភ្លើងភ្លុំផ្លែតតែម្ដងបងណែខ្ញុំឧស្សាហ៍បានឃើញណាស់នៅខាងក្រៅផ្ទះនៅពេលណាដែលមានភ្លៀងធ្លាក់នៅស្រុកនេះមិនបានទេណែមិនចាំងទៀតរឿងមន្តអាគមអំពើអំពាន់នោះក៏ខ្លាំងខ្លាដែរប្រោកប្រាយគ្នាបានមួយសន្ទុះស្រាប់តែលោកពូម្នាក់ឈ្មោះថាពូប្រាដែលជាសម្លាញ់របស់ពូរឿងស្របពេលនោះលោកពូក៏បានចុះមកដល់រួចហើយគាត់បាននិយាយថាណែអាសម្លាញ់លើថាឯងចង់ចូលទៅក្នុងព្រៃកាប់ឈើប្រពន្ធគ្នា5ណែឯងចូលទៅថ្ងៃណាទៅពូរឿងបាននិយាយថាប្រាអើយគ្នាទៅរកឯងទៅជួយកាប់ឈើនៅក្នុងព្រៃក៏ប៉ុន្តែបានជួបជាមួយនឹងប្រពន្ធរបស់ឯងគ្នាក៏បានផ្ដែផ្ដាំទៅណែមើលទៅខ្ទង់ប្រហែលជាមួយសប្តាហ៍អីទៀតគ្នានឹងធ្វើដំណើរចូលទៅក្នុងព្រៃហើយដោយសារតែក្មួយប្រុសគេទៅតែនឹងមកដល់ឲ្យគេសម្រាកស្រួលខ្លួនបន្តិចណែនេះគឺជាក្មួយប្រុសរបស់គ្នាពូប្រាបានសម្លឹងទៅកាន់ចំណូពេញចិត្តស្ដោកតែម្ដងអ្នកកំឡោះម្នាក់នេះមានមាឌធំមកចាងទៀតរូបរាងសង្ហាខ្លាំងណាស់ចំណូលើកដៃសំពះទៅកាន់លោកពូប្រាហើយគាត់បាននិយាយថាជម្រាបសួរលោកពូថ្មនឹងបានហូបបាយហូបទឹកហើយឬនៅពេលនោះពូប្រាបាននិយាយថានៅទេក្មួយណែម៉ែវាកំពុងតែដាំស្លស្លុកនឹងមើលទៅមួយសន្ទុះទៀតប្រកាសជាឆ្អិនហើយអើយរូបរាងអីក៏សង្ហាម្លេះអាក្មួយណែចំណែកឯរឿងនេះមិនសង្ហាដូចជាឯងតតែសងពូរឿងគាត់បាននិយាយថាអាសម្លាញ់ចេះតែបង្អាប់គ្នាតែម្ដងកាលពីនៅក្មេងនោះគ្នាសង្ហាជាងចំណូលទៅទៀតពេលនោះប្រពន្ធរបស់ពូរឿងបានអស់សំណោយគាត់និយាយថាសង្ហាអីលបងប្រាអើយដីរបស់ខ្ញុំនេះកម្ពស់1.50 ម៉ែត្រជាងនឹងចំណែកឯចំណូលនេះគេកម្ពស់1.80 ម៉ែត្រជាងឯណោះខុសគ្នាឆ្ងាយខ្លាំងណាស់កាលនោះខ្ញុំចេះតែយកទៅដោយសារតែពុំម្ដាយគាត់បង្ខំទៅហើយពូរឿងងាកទៅមើលប្រពន្ធគាត់បាននិយាយថាម៉ែវាកាលនោះខ្ញុំមកទីកន្លែងនេះមកស៊ីឈ្នួល
លីស្រូវអីគេឯនេះមកដើរក្រវល់ផ្ទះរបស់ខ្ញុំស្នាក់នៅជារៀងរាល់ថ្ងៃឥឡូវនេះមកនិយាយថាសិតតែឪពុកម្ដាយបង្ខំចាស់ប្រកគ្នាសើចទៅសើចមកក្រោយពេលនោះទៅពូរឿងបាននិយាយថានេះអាសំឡាញ់គ្នាគិតថាចង់ចូលទៅក្នុងព្រៃកាប់ឈើនោះ3នាក់ជំនួសមួយឯងមួយហើយនឹងខ្ញុំណែចំណែកកូនប្រុសខ្ញុំនេះមិនឲ្យទៅនោះទេដោយសារតែគេនេះចរិតដោយកូនក្មេងអញ្ចឹងធ្វើកិច្ចការងារធ្ងន់អីប្រហែលជាមិនតាន់បាននោះទេធំតែមានឆ្អៀតតែមុងទេអាបាវនេះពូប្រាបាននិយាយថាយើងទៅកាប់3នាក់ទៅណែហើយចុះពេលដែលបានឈើហើយតើឯងជួដំរីអ្នកណាគេឲ្យទៅអស់ទៅពូរឿងជ្រុញចិញ្ចើមបន្តិចរួចហើយគាត់បាននិយាយថារឿងនេះចាំគិតក្រោយទៅណែចាំកាប់ឈើហើយចាំជើងទៅរកដំរីតាមក្រោយក៏ប៉ុន្តែសំឡាញ់ឯងប្រាប់ប្រពន្ធឯងស្រួលបួលផងក្រែងលោកគេមិនព្រមឯងធ្វើដំណើរចូលទៅក្នុងព្រៃជាមួយនឹងគ្នាពូប្រាបាននិយាយថាអើយប្រពន្ធគ្នានោះឯងតែខ្លាចមិនឲ្យចូលទៅក្នុងព្រៃស្អីគ្រាន់តែលើថាទៅចូលក្នុងព្រៃជាមួយនឹងឯងនឹងនាងក៏ចូលប្រំបាត់ទៅហើយពួកជើងនេះធ្វើត្បិតតែមិនស្គាល់គ្នាកាលពីក្មេងមែនតែតាំងពីឯងមករស់នៅទីកន្លែងនេះឯងជាមួយនឹងខ្ញុំនេះប្រៀបដូចជាបងប្អូនបង្កើតអញ្ចឹងចាស់ក៏បានប្រោកប្រាច់គ្នាមួយសន្ទុះបន្តិចក្រោយមកស្រាប់តែមានក្រមុំដ៏ស្រស់ស្អាតម្នាក់សក់វែងត្រឹមចង្កេះឯណោះសាច់របស់នាងសដូចជាបណ្ដោជ័យអញ្ចឹងមែនដូចគេថាមែនក្រមុំកំពុងចាមស្អាតខ្លាំងណាស់នាងក្រមុំនោះឈ្មោះថាគុន្ធាគឺជាកូនស្រីរបស់ពូប្រានឹងឯងនាងក៏បានដើរចូលមកដល់រួចហើយក៏បានក្រលៀសភ្នែកទៅឃើញអ្នកកំឡោះចំណោដែលជាកំឡោះរូបរាងសង្ហាកំពុងតែឈរនៅក្បែរឪពុករបស់នាងស្រីក្រមុំដៀងមើលបន្តិចរួចហើយក៏ធ្វើជាឆ្ងុកមុខដោយសារតែអំអៀនជាមួយនឹងអ្នកកំឡោះគុន្ធាបាននិយាយថាលោកបងម៉ែស្លោះឆ្អិនហើយម៉ែខ្ញុំមកហៅពុកទៅហូបបាយពូប្រាបានងក់ក្បាលហើយគាត់បាននិយាយថាកូនពុកទៅតាមក្រោយលើហើយណែសំឡាញ់អើយគ្នាទៅរកហូបបាយហូបទឹកសិនស្របពេលនោះផងដែរគុន្ធាបាននិយាយថាណែអ្នកមីងខ្ញុំសុំម្ទេស3-4ផ្លែតើបានដែរឬទេពេលនោះប្រពន្ធរបស់ពូរឿងគាត់ក៏បាននិយាយថាណែគុន្ធាក្មួយទៅបេះទៅចង់បានប្រមាណបេះទៅម្ទេសច្រើនណាស់ពាត់ជុំវិញផ្ទះនោះក្រមុំរបស់ជើងគេក៏បានទៅបេះផ្លែម្ទេសចំណែកឯពូប្រានោះប្រោកប្រាច់បន្តិចរួចហើយគាត់ក៏បានធ្វើដំណើរចេញពីផ្ទះរបស់សំឡាញ់ទៅនេះបាវចេះតែកេះចំនួរួចហើយបាវបាននិយាយថាណែបងចំនួបងឯងលួចមើលទៅកាន់ស្រីស្អាតណែនាងស្អាតខ្លាំងណាស់មកចាំងទៀតពូម៉ាក់របស់នាងវិញគឺសុទ្ធតែស្អាតតែម្ដងខ្ញុំក៏ស្រឡាញ់នាងដែរក៏ប៉ុន្តែនាងមិនដែលចាប់អារម្មណ៍មកខ្ញុំនោះទេនាងបែរជាហៅខ្ញុំថាជាកូនក្មេងទៅវិញអ្នកមីងបាននិយាយទៅកាន់អ្នកបាវថាអាបាវអើយអាបាវឯងមើលរូបរាងរបស់ឯងផងណែដូចជាបាវស្រូវក៏ប៉ុន្តែគ្រាន់តែមានដៃជើងនេះបើកាត់ដៃកាត់ជើងចេញដូចបាវស្រូវបេះដាក់អញ្ចឹងស្រឡាញ់គេឲ្យមើលរូបរាងខ្លួនឯងផងនេះបើគេបាននិយាយទៅកាន់ម្ដាយគេថាអ្នកម៉ែមិនធ្លាប់ឮចាស់គេបាននិយាយទេអីណែខ្មៅគូនឹងសល្អគូនឹងអាក្រក់ខ្ញុំកើតមកជាតិនេះសុខចិត្តអាក្រក់ដើម្បីបានប្រពន្ធល្អខ្ញុំមិនកើតជាបរិសសង្ហាដូចជាបងចំណូលទេតែគាត់សង្ហានឹងប្រកាសជាបានប្រពន្ធអាក្រក់ពិតជាមិនខានចំណូលអស់សំណោចបន្ទាប់ពីលឺអ្នកបើនិយាយចេះរកចំណុចនិយាយឃើញក្រោយពីនោះទៅចំណូលគេក៏បាននិយាយទៅកាន់លោកពូរបស់គេថាលោកពូណែខ្ញុំមើលទៅអ្នកភូមិនៅទីកន្លែងនេះពួកគេដូចជាខ្ជិលដាំដោះខ្លាំងណាស់ដីធំខ្លាំងណាស់នៅសល់ផុតជុំវិញផ្ទះក៏ប៉ុន្តែមិនឃើញដាំបន្លែបង្ការអីសោះពូរឿងគាត់បាននិយាយថាក្មួយអ្នកនៅទីកន្លែងនេះណែពួកគេគិតតែការងារដែលបានប្រាក់ចំណូលនោះទេមិនចាំងទៀតឃើញផ្សារនៅក្បែរនេះផង
គេខ្ជិលដាំដោះខ្លាំងណាស់ចង់បានអីគេក៏ទិញទៅផ្សារទៅណែមិនដូចជាពូទេពូទម្លាប់ដាំដោះតាំងពីខាងស្រុកកំណើតរបស់ជើងមកដូច្នេះហើយទោះមកនៅទីកន្លែងនេះក៏ពូដាំដោះដែរត្រឡាចលពៅនៅនងឯនោះណោះពេញតែផ្ទះតែម្ដងអ្នកភូមិដល់ពេលឯងដាំបានផ្លែនាំគ្នាមកសំដែរទេតើមិនបាននាំគ្នាទៅទិញឯផ្សារណាក្រោយពីនោះទៅសម្លក៏បានឆ្អិនពូគាត់ក៏បានអង្គុយហូបបាយជុំគ្នាទៅក៏ប៉ុន្តែនាយបាវហូបបាយសឹងតែមិនកើតដោយសារតែបបោមាត់រីកធំខ្លាំងពេកក៏ព្រោះតែត្រូវសัตว์ឃ្មុំតិចនឹងឯងបន្ទាប់ពីនោះទៅអ្នកកំឡោះបានសម្រាកនៅទីកន្លែងនោះរយៈពេល 2-3 ថ្ងៃក្រុមនៅក្នុងភូមិក៏ចេះតែដើរកាត់តាមមុខផ្ទះលួចសម្លឹងទៅកាន់អ្នកកំឡោះសង្ហានឹងដែរវាមិនខុសអីពីពួកយើងបច្ចុប្បន្ននេះទេបើដឹងតែផ្ទះណាមានកូនក្រមុំស្អាតប្រកាសជាដើរទៅមកមិនឈប់នោះទេបើសិនជាជិះកង់ជិះម៉ូតូវិញសឹងទៅរំដៃមុខផ្ទះរបស់គេបាត់ទៅហើយនៅក្នុងថ្ងៃមួយនោះស្រាប់តែមានភ្លៀងធ្លាក់មួយមេធំតែម្ដងអ្នកកំឡោះគេក៏បានអង្គុយញញឹមកំឡោះគិតក្នុងចិត្តថាជប់នេះគេប្រកាសជាបានឃើញអាពិតជាមិនខានរហូតដល់រៀងប្រឡប់បន្តិចទៅភ្លៀងបានរាំងបាននិយាយថាសំឡេងសត្វកង្កែបអូនិងសំឡេងសត្វហ៊ីងស្រែកឲ្យត្រហឹងពេញខាងក្រោយផ្ទះតែម្ដងដោយសារតែមានទឹកដក់តាមវាលស្រែនិងតាមដងអូជាពិសេសនោះយូរភ្លៀងម្ដងផងសត្វកង្កែបអីនោះប្រកាសជានាំគ្នាចេញស្រែកឲ្យត្រហឹងពិតជាមិនខានកំឡោះរបស់ជើងគេបាននិយាយថាលោកពូយប់នេះខ្ញុំសុំទៅឆ្លោះកង្កែបអុកហើយណែក្រែងលោកបានយកមកស្លោស្លុកនៅក្នុងថ្ងៃស្អែកនេះពូរឿងប្រកែកគាត់និយាយថានេះមិនកើតទេក្មួយឯងកុំទៅអីនេះពួកថ្មពួកអីវាប្រកាសជាចាញ់រកស៊ីមកចាំងទៀតរឿងអាបនោះភ្លើងឲ្យព្រាតដូចជាអំពិលអំពែចឹងចំណូលបាននិយាយថាលោកពូកុំព្រួយបារម្ភអីដោយសារតែខ្ញុំចង់ឃើញអាបនឹងហើយទើបខ្ញុំចង់ទៅឆ្លោះកង្កែបឆ្លោះត្រីនឹងលោកពូមិនចាំបាច់ព្រួយនោះទេខ្ញុំមានអាគមគេថានៅជាប់ខ្លួនលោកពូសុំកុំព្រួយបារម្ភអីនាយបើគេទៅខាត់គេបាននិយាយថាបងចំណូលពុកខ្ញុំមិនបាននិយាយលេងសើចនោះទេបងឯងទៅឆ្លោះត្រីឆ្លោះកង្កែបនឹងប្រកាសជាត្រូវពពុះអាបនោះស៊ីពវៀនស៊ីគ្រឿងក្នុងអស់រលីងពិតជាមិនខានស្ដាយណាស់រូបរាងសង្ហាដូចបងឲ្យអាបស៊ីប្រកាសជាស្ដាយចំណូលគេបានសើចហើយគេនិយាយថាមិនអីទេបងមិនឲ្យអាបស៊ីបងបាននោះទេឯងកុំព្រួយបារម្ភអីណែលោកពូមានចន្លោះមានគប់អីដែរទេលោកពូនិងអ្នកមីងមានអារម្មណ៍ស្ទាក់ស្ទើរមិនចង់ឲ្យក្មួយប្រុសរបស់គាត់ចេញទៅឆ្លោះកង្កែបឆ្លោះត្រីអីនៅពាក់កណ្ដាលជប់នោះទេព្រោះថានៅទីកន្លែងនេះកម្រមានអ្នកចេញទៅរកស៊ីនៅក្នុងពេលជប់ណាជាពិសេសនៅពេលភ្លៀងធ្លាក់នឹងឯងប្រកាសជាមានពពួកអាព្រៃពិតជាមិនខានក៏ប៉ុន្តែខាត់ចំនួនមិនស្ដាប់នោះទេដោយសារតែគេក៏ចង់ទៅរកសត្វកង្កែបចុកមកធ្វើម្ហូបនៅក្នុងថ្ងៃស្អែកផងដែរក្រោយពីនោះទៅលោកពូរបស់គេក៏បានទៅយកចន្លោះយកមកឲ្យក្មួយប្រុសពីរក៏ប៉ុន្តែគ្រាន់តែដាក់សកួរនោះទេព្រោះថាចន្លោះមួយប្រើបានខ្ទង់ប្រហែលជា3 ទៅ 4 ម៉ោងដែរណោះកំឡោះរបស់ជើងគេក៏បានកាន់ស្នោចាក់ត្រីរួចហើយក៏បានធ្វើដំណើរចេញពីផ្ទះដោយស្ពីតត្រង់ទៅជាមួយផងដែរមិនត្រឹមតែប៉ុណ្ណោះទេកំបាត់អដ្ឋានគេបានសិតនៅចង្កេះរួចស្រេចទៅហើយបើសិនជាអាព្រៃណាហ៊ានតែប្រហើនមករញ៉ៃរញ៉ៃប្រកាសជាស្ពៃរបស់អ្នកកំឡោះនេះពិតជាមិនខានពូរឿងជាមួយនឹងប្រពន្ធបានសម្លឹងទៅកាន់ក្មួយប្រុសពីក្រោមផ្ទះទៅគាត់មានការព្រួយបារម្ភទៅកាន់ចំណូលខ្លាំងណាស់ភ្លើងចន្លោះរបស់ចំណូលបានដើរឆ្ងាយទៅលុះរឿងជប់បន្តិចស្រាប់តែបានឃើញភ្លើងប្រងព្រានដោយជាលពូរឿងបាននិយាយពិតប្រកបមែនចំណែកអ្នកកំឡោះជើងក៏រកបានកង្កែបបានចិត្តកន្លះត្រង់ដែរកង្កែបសម្បូរខ្លាំងណាស់ដោយសារតែមិនមានមនុស្សចេញមករកនឹងឯងក៏ព្រោះថានៅក្នុងស្រុកភូមិនេះគេខ្លាចចំពោះពពួកខ្មោចអាបទោះបីជាមានភ្លៀងធ្លាក់មានត្រីមានកង្កែបឆ្នៃប៉ុណ្ណាក៏ដោយក៏គេមិនចេញទៅរកដែរទម្លាប់របស់គេរកតែពេលថ្ងៃនោះទេដើរមួយសន្ទុះអ្នកកំឡោះក៏បានលឺសំឡេងប្រើដូចជាមានអ្នកណាកំពុងតែអង្រួនអី
កំឡោះបានសម្លឹងទៅកាន់ក្បាលដីមួយដែលមានទួលហើយមានដើមព្រីងខ្យល់តូចៗនៅពេលនោះគេបានឈប់ត្រឹងសម្លឹងទៅកាន់ទីកន្លែងនោះមួយសន្ទុះនៅក្នុងពេលនោះដូចជាមិនបានឃើញអីនោះទេកំឡោះក៏ចាប់ផ្ដើមបន្តរកសត្វកង្កែបបន្តទៀតទៅក៏ប៉ុន្តែកំឡោះដើរបាន4-10ជំហានស្រាប់តែបានឮសំឡេងធ្ងោគួរឲ្យព្រឺព្រួញអើយអើយអើយកំឡោះជើងផ្ទៀងទៅជាស្ដាប់រួចហើយចេះតែសម្លឹងទៅកាន់ទីកន្លែងនោះកំឡោះបានស្ដាប់សំឡេងទៅនេះប្រកាសជាសំឡេងមនុស្សពិតជាមិនខានមិនមែនជាសំឡេងរបស់ខ្មោចព្រាយនោះទេព្រោះថាសំឡេងខ្មោចព្រាយនិងសំឡេងមនុស្សខុសគ្នាអ្នកកំឡោះរបស់ជើងដោយសារតែគេគឺជាអ្នកចេះអាគមដូច្នេះហើយគេបែងចែកបានច្បាស់ណាស់កំឡោះរបស់ជើងនៅតែមិនចាប់អារម្មណ៍នៅតែបន្តរកសត្វកង្កែបរបស់គេទៀតមិនត្រឹមតែសត្វកង្កែបនោះទេអ្នកកំឡោះក៏ចាប់បានត្រីផ្ទក់ពី3ផងដែរសំឡេងប្រាវក៏ចាប់ដើមលឺម្ដងទៀតនៅលើក្បាលដីដែលមានដើមព្រីងខ្យល់តូចៗស្របពេលនោះអ្នកកំឡោះបាននិយាយថាណែវើយទៅលេងជាមួយអ្នកណាទៅលេងទៅកុំមកលេងជាមួយនឹងអញប្រយ័ត្នតែមានគ្រោះថ្នាក់ដល់អាយុជីវិតស្របពេលនោះសំឡេងក៏បានស្ងាត់អ្នកកំឡោះរបស់ជើងក៏បានធ្វើដំណើរបន្តទៀតក៏ប៉ុន្តែអ្នកកំឡោះយើងឆ្លាតណាស់មិនមែនចេញមកឆ្លោះត្រីនេះចេញធម្មតានោះទេគេបានយកក្រមាឃ្លុំមុខចិនទុកតែប្រឡងភ្នែកតែប៉ុណ្ណោះសំឡេងប្រាវក៏លឺសាជាថ្មីនៅក្នុងពេលនោះកំឡោះក៏បានឈរចាំស្រាប់តែបានឃើញមនុស្សម្នាក់បានដើរចេញមកមើលទៅគេនោះគួរឲ្យខ្លាចខ្លាំងណាស់សក់ឡើងសំពីងសំពងតែម្ដងកំឡោះបានឈរសម្លឹងយ៉ាងចំទៅកាន់ទួលមួយនោះហើយក៏សម្លឹងឃើញមនុស្សកំពុងតែសម្លឹងមករកគេដូចគ្នាផងដែរគេសម្លឹងទៅមនុស្សម្នាក់នោះក៏បានសម្លឹងមករួចហើយក៏បានលើកដៃចង្អុលមកកាន់អ្នកកំឡោះពេលនោះគេបាននិយាយថាឯជាអ្នកណាឆាប់ចេញពីទីកន្លែងនេះទៅតំបន់នេះគឺជាតំបន់ដែលពួកយើងរកស៊ីឯក៏មករញ៉េរញ៉ៃនៅទីកន្លែងនេះអ្នកកំឡោះរបស់យើងមិនបាននិយាយតបតនោះទេគេគ្រាន់តែឈរសម្លឹងទៅកាន់ស្ត្រីម្នាក់នោះតែប៉ុណ្ណោះបន្តិចក្រោយមកក៏ស្រាប់តែគេបានធ្វើដៃច្រងេងច្រងាងរួចហើយសម្ញៃចង្គមរត់សម្ដៅមករកអ្នកកំឡោះជើងអ្នកកំឡោះគ្មានខ្លាចសបីតែបន្តិចស្របពេលនោះគេក៏បានទាញកំបាត់អដ្ឋានរបស់គេចេញមករួចហើយក្រវេះក្រវាត់ការពារខ្លួនធ្មប់នោះបន្ទាប់ពីឃើញកំបាត់អដ្ឋានក៏ចាប់ដើមរត់ថយក្រោយចង្លឿនបើចូលទៅមុខរឹងជ្រុលបន្តិចប្រកាសជាធ្លុះធ្លាយពោះពិតជាមិនខានបាទសាច់រឿងភាគនេះខ្ញុំបាទសូមបញ្ចប់ត្រឹមនេះសិនខ្ញុំបាទសូមអរគុណចំពោះការគាំទ្រសូមបញ្ជាក់ថាវីដេអូនេះបង្កើតឡើងសម្រាប់ចែកចាយការកំសាន្តអារម្មណ៍ទៅកាន់ប្រិយមិត្តអ្នកស្ដាប់បើសិនជាមានកំហុសខុសឆ្គងអីសូមអភ័យទោសចំពោះលោកខ្ញុំផងបាទសូមអរគុណនិងសូមជម្រាបលា